ក្លឹបហង្សក្រហមលីវើពូលបានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយការប្រកាសតែងតាំងអតីតអ្នកចាត់ការទូទៅរបស់ក្រុមប៊ឺណាម៉ៅគឺលោក Andoni Iraola ជាគ្រូបង្វឹកលំដាប់កម្ពស់ម្នាក់មកកាន់តំណែងជំនួសលោក Arne Slot ដែលត្រូវបណ្តេញចេញជាមួយនឹងកិច្ចសន្យារយៈពេល2ឆ្នាំដើម្បីយល់ឲ្យកាន់តែច្បាស់ហេតុអ្វីបានជាឋានៈដឹកនាំកម្ពុជារបស់ Liverpool សម្រេចចិត្តយ៉ាងរហ័សបែបនេះយើងត្រូវក្រឡេកទៅមើលប្រវត្តិរូបរបស់លោក Iraola ជាមុនសិនធំដឹងក្តីនៅលើទឹកដីអេស្ប៉ាញគាត់បានរៀនសូត្រនិងលេងបាល់ទាត់នៅលើឆ្នេរខ្សាច់ក្រុមជំនាន់ជាមួយនឹងលោក Mikel Arteta និង Xabi Alonso ផងដែរបន្ទាប់មកលោកបានក្លាយជាវីរបុរសនិងជានិមិត្តរូបប្រវត្តិសាស្ត្ររបស់ក្លឹប Athletic Bilbao ដោយលោកបានចូលលេងច្រើនជាង500ប្រកួតក្នុងនាមជាខ្សែការពារស្ដាំដ៏វៃឆ្លាតប៉ុន្តែអ្វីដែលធ្វើឲ្យគាត់ក្លាយជាបុរសដែលក្លឹបធំៗនៅអឺរ៉ុបចង់បានបំផុតនោះគឺការហក់លោតក្នុងជាអាជីពគ្រូបង្វឹករបស់គាត់បានដឹកនាំក្រុមលេខលំដាប់ទី2 Mirandés ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់នៃពានរង្វាន់ Copa del Rey យ៉ាងគួរភ្ញាក់ផ្អើលបន្ទាប់មកគាត់បានទៅដឹកនាំក្រុម Rayo Vallecano ដែលបានផ្លាស់ប្ដូរមុខមាត់ក្លឹបតូចមួយនេះទាំងស្រុងនិងបានយកឈ្នះក្រុមយក្ស Barcelona និង Real Madrid ជាបន្តបន្ទាប់នៅពេលដែលគាត់បានឈានជើងចូលមកកាន់ Premier League ជាមួយក្រុម Bernabeu គេឈ្មោះរបស់គាត់កាន់តែល្បីល្បាញខ្លាំងឡើងគាត់បានកែច្នៃក្រុម Bernabeu ឲ្យក្លាយជាម៉ាស៊ីនប្រយុទ្ធដ៏កាចសាហាវនិងដេញបុកសង្កត់ទីលានខ្ពស់ High Press យ៉ាងគំហុករហូតបានបំបែកកំណត់ត្រាបន្ទូច្រើនបំផុតរបស់ក្លឹបនិងបាននាំក្រុមបញ្ចប់ទៅនៅក្នុងចំណាត់ថ្នាក់លេខ6យ៉ាងរំភើយរបៀបលេងដ៏ជក់ចិត្តនិងទាមទារកម្លាំងថាមពលខ្ពស់បែបនេះត្រូវបានគេប្រៀបប្ដូរទៅនឹងស្ទីលបាល់ទាត់ក្នុងយុគសម័យកម្ពុជារបស់លោក Jurgen Klopp យ៉ាងអញ្ចឹងតើជាគ្រូបង្វឹករបស់លោក Iraola នឹងអាចនាំពានរង្វាន់ត្រឡប់មកកាន់ទឹកដី Anfield វិញដែរឬទេឬការដឹកនាំនេះជាសម្ពាធដ៏ធំធេងពេកសម្រាប់គាត់សូមចូលរួមបញ្ចេញមតិរបស់អ្នកនៅខាងក្រោម